បងសូមចុចតាមខ្ញុំដើម្បីមើលរឿងបានពេញសូមអរគុណបងវាងកងជីគ្រូសាអ្នកគ្មានសិលធម៌ដំលឹងដែរគ្មានសិលធម៌ម្លេះលោកម្ចាស់ចៅអ្នកក្នុងឋានៈទៀបថោកបែបនេះបែរជាទុកចិត្តខ្ញុំទៅវិញខ្ញុំមិនបានតាមចាប់កំហុសរបស់អ្នកគឺជាគុណូបការៈដ៏ធំបំផុតសម្រាប់អ្នកហើយគុណចំណែកឯស្រាមួយកែវចុងក្រោយនេះបើអ្នកទាំងអស់គ្នាទីត្រូវខ្ញុំនឹងចេញទៅខ្ញុំសង្ឃឹមថាលើកនេះវាងចៅនឹងធ្វើតាមសម្ដីខ្លួននិយាយឲ្យធ្វើតាមខ្ញុំច្បាស់ជាធ្វើតាមសម្ដីរបស់ខ្ញុំបានគ្រាន់តែអ្នកមិនទាន់ទីត្រូវសោះបើអ្នកទីមិនត្រូវខ្ញុំប្រាប់ឥឡូវនេះថាស្រាកែវចុងក្រោយនេះគឺលីជាមួយស្រាដល់ទៅ9មុខបើអ្នកអាចទីត្រូវខ្ញុំវាងកងជីសុកចិត្តទទួលយកស្រា19មុខដែលលីគ្នានេះទៅវិញទោះជាព្រះទាំង9គង់នៅក៏មិនប្រកាសថាអាចទីត្រូវដែរមនុស្សតូចតាចនៅតែជាមនុស្សតូចតាចពួកគេគិតថាជំនាញដែលខ្លួនមានអាចហ៊ានប្រកួតប្រជែងជាមួយសមាគមទាំងមូលបានប៉ុន្តែនៅចំពោះកំបាំងដាច់ខាតនេះសមត្ថភាពរបស់អ្នកគ្រាន់តែជារឿងកំប្លែងប៉ុណ្ណោះយ៉ាងមិនដែរព្រះអង្គគុំចាស់ជើកុំឲ្យខាតពេលអ្នកដតីទៀតខ្ញុំនឹងរាប់ជូនអ្នកជាចុងក្រោយ3 2 1បើអ្នកទាយមិនត្រូវទេហើយគេមកបាក់ដៃទាំងសងខាងហើយបោះគេចេញទៅអ្នកណាហ៊ានប៉ះពាល់មនុស្សខ្ញុំបើអ្នកទីត្រូវខ្ញុំនឹងចេញមុខដោយខ្លួនឯងចាប់ផ្ដើមធ្វើសកម្មភាពហើយលេខ19ទីត្រូវហើយគ្រាន់តែទីត្រូវតែមួយប្រភេទទេកុំភ្លេចថាកែវប៉ុន្មាននេះសុទ្ធតែលីបញ្ចូលគ្នាស្រា9មុខតែ8មុខវាច្របូកច្របល់គ្នាស្រាក្រអូបយ៉ាងនិងស្រាឌូកាំងដ៏ខ្លាំងស្រាសុងមីងស្រាទឹកសន្សំផ្កាកូលៀបស្រាយសីស្លឹកខ្ចីខ្យល់នីតិក្រដៅព្រះអង្គនេះព្រះអង្គជួចៅគាត់បានឆ្លើយត្រូវចុះគ្នាដល់ទៅ3ដងហើយអ្នកគួរតែរក្សាពាក្យសន្យារបស់អ្នកជាដាច់ខាតបំពេញវាព្រះអង្គចាប់ពីពេលនេះទៅគម្រោងពាណិជ្ជកម្មរបស់មហាសេដ្ឋីលំដាប់របស់ត្រកូលសិនរបស់ខ្ញុំហើយត្រកូលវាងរបស់អ្នកមិនត្រូវចេញមុខរំខានទៀតទេចាំស្រាមួយកែវនេះលីបញ្ចូលគ្នានៅស្រាដល់ទៅ9ប្រភេទជាប្រភេទស្រាខ្លាំងទោះបីជាចៅជួទើបតែនិយាយត្រូវ8មុខខ្ញុំចាត់ទុកថាអ្នកឆ្លើយត្រូវមែនតែនៅមានមួយមុខទៀតនៅមានមួយមុខទៀតអ្នកទើបតែនិយាយបាន8មុខទេនេះប្រភេទចុងក្រោយមិនទាន់បាននិយាយផងអ្នកនៅតែព្រះមហាក្សត្រក្នុងន័យនេះចៅជាប់បានទីត្រូវយ៉ាងជាក់លាក់ក្នុងចំណោម8ប្រភេទដូច្នេះវគ្គនេះចាត់ទុកជាស្មើគ្នាទៅស្មើគ្នាគ្មានផ្លូវទេក្រោយស្ដេចចាញ់ហើយថ្ងៃនេះអ្នកនាមត្រកូលជើនេះចាញ់ដាច់ខាតហើយកាត់ផ្ដាច់ល្អហើយព្រះមហាក្សត្រតាអ្នកប្រកាសឬថាខ្ញុំមិនមែនជាប្រភេទចុងក្រោយរបស់អ្នកឬសំហើយជាដឹកស្រូវបើអ្នកហ៊ានទទួលស្គាល់បរាជ័យខ្ញុំនៅតែឲ្យតម្លៃអ្នកបានខ្លះតែអ្នកបែរជាមិនស្គាល់ល្អអាក្រក់សោះអ្វីដែលអ្នកកំពុងធ្វើមិនមែនគ្រាន់តែដៃទាំងពីររបស់អ្នកទេតែជីវិតរបស់អ្នកទៀតផងយកមិនស្គាល់ងាប់រស់នេះចេញទៅបោះទៅឲ្យឆ្កែស៊ីស្អីគេខ្ញុំបំរុងថាខ្ញុំចង់រក្សាមុខមាត់អ្នកទាំងអស់គ្នាប៉ុន្តែក្នុងនៅពេលដែលអ្នកទាំងអស់គ្នាចង់ដឹងខ្ញុំនឹងប្រាប់អ្នកគ្រឿងផ្សំចុងក្រោយនេះគឺមិនមែនមិនអាចទេព្រះរាជាគ្រាន់តែជាខ្ញុំបាត់ជាងហៃភីដែលមានឋានៈជារាជយាទល្បីម្នាក់មិនដឹងថាពេលណាត្រូវបរាជ័យមិនអាចទាយចេញគឺចោទប្រកាន់ដោយអាក្រក់មនុស្សថោកទាបអ្នកពិតជាចិត្តធំមែនព្រះអង្គគុំចាស់ជើអ្នកបានខំប្រឹងអស់ហើយដូច្នេះទីមិនចេញខ្ញុំក៏មិនបន្ទោសអ្នកដែរប៉ុន្តែអ្នកបានបង្កើតរឿងភូតធ្វើឲ្យខ្ញុំខកចិត្តចំពោះអ្នកបន្តិចហើយអ្នកកុំទាន់ឲ្យខឹងអីអ្វីដែលខ្ញុំនិយាយគឺស្រាខ្លាំងខ្លាមិនមែនដាច់ខាតទេនេះគួរតែជារបស់ដែលព្រះរាជាបានបញ្ចូលទៅក្នុងស្រាជាគ្រឿងផ្សំចុងក្រោយមែនទេដល់ពេលគិតគូរហើយអ្នកនាមត្រកូលជើអ្នកនៅតែទទួលដើមឡើយស្រានេះមានឈ្មោះថាធានស៊ីនវាត្រូវបានគេហៅថាធានស៊ីនជួយបន្ទាប់ពីមេតបទី10ស្រាដ៏ល្អឥតខ្ចោះស្រាធានស៊ីនជួយនេះត្រូវហើយតែមនុស្សតិចណាស់ដឹងថាស្រានេះគឺគ្រូសាជើខ្ញុំជាអ្នកផ្សំកាលពី10ឆ្នាំមុនគ្រូសាជើខ្ញុំបានដួលរំភ្លាមធានស៊ីនជួយពិតប្រាកដគឺមិនងាយរកទេតែមួយដបនេះគឺជាស្រាដែលគ្រូសាវាងអ្នកលួចលោកមុនសម្ងាត់ធានស៊ីនជួយរបស់គ្រូសាខ្ញុំធ្វើជាស្រាខ្លាំងនេះវាមិនមែនជាស្រាខ្លាញ់ខ្លាយទេលោកវាងសុងខ្ញុំមិនដឹងថាអ្នកកំពុងនិយាយអ្វីទេលោកនាយកវាងគ្រូសាអ្នកបានលួចរូបមន្តធានស៊ីនរបស់គ្រូសាខ្ញុំធ្វើឲ្យគ្រូសាខ្ញុំនឹងបែកបាក់បងប្អូនរឿងនេះរឿងសងសឹកឈាមជ្រៅបែបនេះតើអ្នកមានអ្វីត្រូវនិយាយសូម្បីតែមួយម៉ាត់ក៏ហ៊ានប៉ះបោជំទាស់នឹងព្រះរាជាដែរព្រះរាជាខ្ញុំមិនត្រឹមតែចង់ជំទាស់ប៉ុណ្ណោះទេថែមទាំងចង់សម្លាប់គេទៀតចេញតអ្នកចង់បំផ្លាញខ្ញុំមែនទេបើចឹងខ្ញុំនឹងសម្រេចបំណងអ្នកហើយព្រះរាជាប្រធានមកប្រគល់វាឲ្យខ្ញុំមកព្រះរាជាការប្រកួតនេះគឺឈ្នះ3លើកហើយឈ្នះទាំង3តាមការព្រមព្រៀងត្រកូលវាងរបស់អ្នកគួរតែដកខ្លួនចេញពីការប្រកួតព្រមទាំងប្រគល់1000លានឲ្យគូប្រជែងមិនអាចចិត្តម្ដងទៀតទេមែនទេចេញយន់ស៊ីវគុំស្មានថាអ្នកពឹងផ្អែកលើមនុស្សហេតុបានការនេះមកស្វែងរកភាពឈ្នះចាញ់ហើយអាចឈ្នះបានកុំភ្លេចថាក្រុមគ្រួសារវាងខ្ញុំផ្ទះសម្បែងមិនមែនជាកន្លែងដែលអ្នកណាអាចចង់ធ្វើអីក៏បានទេថាហេតុអីខ្ញុំអាចលូកដឹងបានភ្លាមថាគ្រឿងផ្សំពិសេសរបស់អ្នកវាជាខ្លាំងខ្លាយព្រោះថាពីដើមឡើយអ្នកគ្រាន់តែលួចយករូបមន្តប៉ុណ្ណោះពួកគេបានលួចយករូបមន្តសម្ងាត់ទាំងមូលអ្នកចង់ដឹងខ្ញុំមិនប្រាប់អ្នកទេអ្នកជាមនុស្សថោកទាបលោកវាងសៀងអ្នកចង់បំផ្លាញទឹកដីត្រកូលសិនហើយចង់ធ្វើបាបមនុស្សក្នុងត្រកូលសិនរបស់ពួកយើងមែនទេត្រកូលសិនណាឡាត្រកូលសិនរបស់អ្នកបានបង្កបញ្ហាដល់លោកហើយលោកវាងសៀងអ្នកយកច្រឡំហើយសិនយូនស៊ីលោកឆេអ្នកហ៊ានតែដើម្បីតែឆ្កែព្រៃមួយក្បាលហ៊ានបង្កបញ្ហាជាមួយត្រកូលវាងមែនទេនេះមិនយុត្តិធម៌ទេខ្ញុំក្រុងនឹងតាមដែលលោកតាសិនចាត់ចែងរឿងនេះរួមជាមួយការបង្ខំឲ្យចង់សម្ព័ន្ធជាមួយត្រកូលគ្រប់គ្រងតំបន់ជាងហៃតែបែរជាត្រូវពួកអ្នកសុំទានស្អុយម្នាក់នេះបំផ្លាញអស់ឆាន់យូនស៊ីបើអ្នកមើងងាយខ្ញុំដែលជាឪពុកអ្នកជាមេគ្រួសារត្រកូលសិននេះនោះរឿងរញ៉េញ៉ៃនេះអ្នកត្រូវរៀបចំដោយខ្លួនឯងទៅសុំទោសលោកសិនការនិយាយដោយកំហឹងនេះគឺគ្រាន់តែជាអារម្មណ៍ខ្ញុំមិនចង់ធ្វើឲ្យប៉ះពាល់ដល់ត្រកូលវាងទេមកពួកពាក់ព័ន្ធគឺមិនតាក់ទងនឹងអ្នកឡើយត្រកូលវាងតាមពិតមានរឿងមិនល្អពួកគេតែងតែធ្វើបាបគេហើយមិនដែលគិតពីអ្នកណាឡើយចំណែកក្រុមគ្រួសាររបស់ខ្ញុំពួកគេចង់បម្រើត្រកូលវាងដោយអស់ពីចិត្តតែរឿងទាំងនោះគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះអ្នកហើយក៏ទម្លាប់លោកខ្លួនដែរមិនបាច់ខ្វល់ច្រើនទេកុំបារម្ភពីខ្ញុំអីខ្ញុំអត់អីទេនេះគ្រាន់តែរលត់ស្បែករបួសក្រៅទេកុំឲ្យប៉ះពាល់ការងារអ្នកក្រោយត្រូវជាមុខមាត់នៃសម្ព័ន្ធយីហោហើយត្រូវចូលរួមជំនួសខ្ញុំទីជប់លៀងច្រើនណាស់មិនអាចឲ្យមើលទៅញ៉ៃញ៉ៃបែបនេះទេលោកលីវនាងកញ្ញាជួងចៅចទៅមន្ទីរពេទ្យព្យាបាលហើយឆ្លៀតឱកាសពិនិត្យសុខភាពផងតើទុនកម្មនៃចិត្តសុខនឹងស្អីខ្ញុំចំណាយពេល10ឆ្នាំស្រាវជ្រាវទុនកម្មនៃចិត្តសួរដែលខ្ញុំបង្កើតគឺខ្លាំងខ្លាយចៅចរនិយាយផ្ទាល់មាត់ស្ថានភាពបច្ចុប្បន្ននៃជំងឺនេះគឺពិតដោយការពីឆ្នាំដែលបំផ្លាញ
គ្រូសាចៅយើងក៏នៅតែមិនបានរូបមន្តសម្រាប់ផលិតស្រាប់តែវាលាក់ទុកក្នុងប៉ារឿងប្អូនស្រីខ្ញុំគឺឆ្នាំនេះគឺជាការប្រកាសពីបទក្រិតរបស់គ្រូសាវាងយើងក្នុងពិធីប្រកាសព័ត៌មាននេះពេលនេះមានភស្តុតាងកំពុងលេចចេញមកដែលខ្ញុំខ្លាចថាវាមិនល្អសម្រាប់ខ្ញុំទេគេចង់ឲ្យខ្ញុំបំផ្លាញភស្តុតាងទាំងនេះហើយទាមទារឲ្យខ្ញុំលួចរូបមន្តសម្ងាត់នៃការញ៉ាំស្រាទៀតផងប៉ារឿងនេះទុកឲ្យខ្ញុំចាត់ចែងចុះខ្ញុំប្រកាសជានឹងបំផ្លាញភស្តុតាងឲ្យអស់ខ្ញុំនឹងផ្ដល់ឱកាសចុងក្រោយដល់អ្នកប៉ា